ត្រីភាពមុននឹងជំរាបលើកកាត់បង្គំហើយសូមប្រពុតដល់ជាធំព្រះធម៌ប្រសង់អង្គ3ប្រការលួនខ្ញុំមិនទន់ខ្លួនលើកដៃព្រោះខ្ញុំបានជួបនឹងតាវហាមុំសុននៃជ្រៀងជប៉ុយឯខ្ញុំប្រាយឈួនចេញខ្លួនសំលេងមុនបងអស់អញ្ជើញតាដោយសັບបរោះពីព្រោះថ្ងៃយើងគូសំដីពីព្រោះសិល្បៈអើបុរាណឈប់ក៏មិនកើតខានក៏មិនបានហើយយើងក៏អរគុណខ្លាំងក្រៃឆ្លងឆ្លើយតាមបុរាណលំអានសុភាសិតនិងសាច់ធម៌ដូច្នេះជារឿងមួយដល់បវរបង្កលក្ខណៈគ្រប់ប្រការមិនឲ្យបាត់បង់ហើយមានតម្លៃហើយក៏សម្រាប់បងប្អូនញាតិយាយតាហើយគេអកពីដូតតាគឺថាមិនអោយបាត់បង់បើចឹងតាមមុំសុនមានអ្វីបញ្ចេញសេចក្តីឃ្លោកឃ្លាពីព្រោះតាសាកសួរខ្ញុំមកឃ្លាខ្ញុំជំរាបតាបត្រង់សិល្បៈជាបៃបុរាណតាបានអ្វីបើតាមចំណងចំណែកចិត្តខ្ញុំអើក៏ចង់ងាកមុខទៅត្រង់អាចដោះកៃស្រាយអាយេចែកជូនបងប្អូនញាតិទាំងឡាយប្រាឈួនជូនពិរោះល្បីឲ្យឈ្មោះក្នុងកម្ពុជាឥឡូវយើងទាំងពីរបានជួបគ្នាจะไปទាំងពីរយើងបកស្រាយនៅចិត្តនៃនៅបង្កាយអើយយើងជ្រៀងឆ្លងឆ្លើយជូនអស់លោកខេត្តចិត្តឆ្ងាយយើងខ្ញុំសួរពីរំប្រាឈួនពីរំប្រាឈួនអ្នកដៃបកស្រាយជូនលោកឪពុកម្ដាយទាំងអង្គគ្នាពីរំប្រាឈួនបើខ្ញុំសួរឲ្យខ្ញុំសួរដែរឬអ្វីសួរយ៉ាងអីទេក្រោមមេឃនៅវ័យលើដៃអើយជាបៃថ្ងៃនេះបានប្រលះគ្នាទៀតយើងលេងអោយដល់កម្រិតលើកពុទ្ធភាសិតមកពរនាហើយសុភាសិតបារាណក៏មានឃ្លាយើងពរនាសួរឆ្លងឆ្លើយមើលទៅកន្លែងនេះខ្ញុំចង់សួរទៅភិរម
បាទអីខុសត្រូវយើងលេងកុំយំអត់យំទេនៅបង្កាត់ចិត្តបង្កើយប្រសើរមានចាំស្ដាប់ពាក្យសំណួរខ្ញុំនឹងសួរទៅពីរំហើយយើងណែទៅរំហើយស្ដាប់ឲ្យតន់បុរាណភាសាថាត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានភ័ណ្ឌស្ដាប់តន់ឬមិនតន់កិច្ចត្រង់នឹងសួរដោយខ្លីបើចោលឆ្លើយរួចចាយប្រាប់តែរួចបើមិនរួចបកគលសំដីនាទីនេះក៏បាននៅខ្លីតើនៃនឹងតើវាយ៉ាងណាទៅអើយអាយអេសុភាសិតបុរាណនឹងវិកែឲ្យស្អាតព្រោះសម្ដេចព្រះសង្ឃរាជជួនណាតបាននិទានស្ដីបាទលោកថាចឹងមែនត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានភ័ណ្ឌតាស្ដាប់ឲ្យតន់តាមបទចបៃបាទគេនិយាយពីមនុស្សរៀបសារម្នាក់អានឹងខ្ញុំឆ្លើយអត្ថានុរូបយ៉ាងខ្លីពីព្រោះពេលយើងច្រៀងចបៃបើតាមខ្លឹមសុភាសិតមនុស្សដែលមានជីវិតរៀបសារខ្ពង់ខ្ពស់ឥតបញ្ចេញនាមឥតបញ្ចេញឈ្មោះធ្វើងារធ្វើការអំពើល្អជាកុសលក៏ប៉ុន្តែមនុស្សនោះមិនដែលបញ្ចេញឈ្មោះវិចារមិនដែលអួតអាងកាងយទាអ្នកស្រុកកាយមីងមាស្មានតែមនុស្សនឹងធម្មតាជួនកាលមានគេមើងងាយទៀតផងក៏ប៉ុន្តែនោះដល់ឆ្លងទៅអំពើការងារតម្រេះវិជាអុចចេះដឹងអស់ចាធ្វើអ្វីក៏កើតធ្វើអ្វីក៏បានគេហៅតែមនុស្សប្រកបនិយមជួយសង្គមមនុស្សសាឲ្យគ្នាបានសុខសប្បាយហើយអស់ចាដល់យើងគន់គូគិតពិចារណាឧបមាដូចជានប្រាជ្ញល្បីរូបបីរៀងក៏អាក្រក់ឆក់ឱកាសយើងមិនទាន់ដឹងងើយឃើញធ្វើដំណើរដើរពេលហ្នឹងអ្នកដែលមិនដឹងមើងងាយខ្លាំងក្រៃប៉ុន្តែដល់ចូលជំនុំចំណោមឧបមាឧទាហរណ៍យ៉ាងខ្លីថាអ្នកគេចេះនឹងលបាញ់ល្បីក៏ប៉ុន្តែគេមិនបញ្ចេញឈ្មោះអីតែការងារគេប្រកបណាអីអើបើយើងមើលងាយគេពិតជាខុសច្បាប់ប្រកបណាត្រឹមត្រូវហើយត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានភ័ណ្ឌអសាទរអើយខ្ញុំក៏សូមជូនពរជ័យឲ្យពីរំឈួនបានសុខបានសេរីមង្គលសួស្ដីកំបីឃ្លាតច្រៀងនេះល្អណាស់ហើយត្រូវទាំងក្មេងត្រូវទាំងចាស់អត់ខ្វះអ្វីឥឡូវទី1ខ្ញុំសួរបញ្ចប់លប់ទៅឆ្លងដល់ទៅទី2មិនមែនលើកយកមង្គលទឹកបនីលើកទៅសភាសិតមកនិទានស្ដីវគ្គទី2តាត្រៀមស្ដាប់សម្ដីមិនមែនតែទី1ទី2អីមានទី3ទី4ទី5ទី6ចូលគ្នានឹងទី10ទី2ថាកាន់កពោះឲ្យខ្ជាប់កុំឲ្យពោះវាក្លាប់ខំឲ្យប្រានសភាសិតបារាណអើយដែលលោកចង់ជាទ្រឹស្ដីកាន់កពោះឲ្យជាប់ពោះរស់មិនមែនពោះងាប់ហើយខ្ញុំឆ្ងល់ណាស់ដែរឲ្យតានិទានស្ដី
ហើយចុះបើសិនណាយីសួរខ្លួនឯងឆ្លើយខ្លួនឯងបាច់ក៏ផ្លែងអើទៅអីតាជាបៃអ្នកចាប់ពស់រស់នឹងពស់វែកក៏បីលេត្រូវចាប់វាឲ្យជាប់ឆ្ងល់ទៅអីរឿងហ្នឹងមនុស្សគេដឹងគ្រប់ទៅគ្នាពស់មិនមែនធម្មតាទេទៅមកបើកពុគីមុខជីវខំយើងស្លាប់ហើយបើសិនណាយើងចាប់វាបានរស់ត្រូវកាន់កពស់នឹងឲ្យជាប់ហើយបើកាន់កតុយវាត្រឡប់ចាក់យើងប៉ប់ថ្ងៃសារឿងនឹងវាអញ្ចឹងទេខ្ញុំក៏រេសួរមកចប់ពស់កៃរស់វាមិនងាប់វាឡប់មកចិត្តដល់អាត្មាដូច្នេះប្រុងប្រយ័ត្នបើចាប់ទៅពស់បានកាលណាទាំងខ្ញុំហើយទាំងតាសវាចាប់ក៏វាមុននៅជាប់អីនេះភាសិតនេះខ្ញុំមិនត្រឡប់បណ្ណនេះគេឋានរូបតាបានឆ្លើយសម្ដីចុះអខាបៈរូបនោះគឺអ្វីចាប់ទៅបៃបន្តទៀតទេអីតែសុភាសិតបុរាណលោកឲ្យយើងអានកុំឲ្យប្រមាទប្រាយលោកកែឲ្យស្អាតបើនិយាយពីអត្ថបទនៃរូបវិញមនុស្សយើងធម្មតាព្រោះមនុស្សក្នុងលោកវាមានច្បាប់មានទម្លាប់មានធម៌មានសាសនាគេហៅថាសច្ចយុត្តិធម៌ស្ថិតលើមនុស្សដែលមានប្រាជ្ញាតែបានសេចក្តីយថាអ្នកមានបញ្ញាលើលោកីគេដាក់មកឲ្យយើងប្រណិប័តជាពុទ្ធបរិស័ទជាញាតិសន្តានគេថាធ្វើអ្វីធ្វើឲ្យបានឧបមារបស់កៃមួយដែលយើងធ្វើទៅលំវាមិនបានប្រយោជន៍អីវានាំឲ្យធ្លាក់ឆ្លោះដល់អាត្មាឧបមាថាយើងមានច្បាប់មានទម្លាប់ហើយឧបមាជាចោរមួយដែលចង់លួចទ្រព្យហើយវាមានល្បិចកិច្ចកលជ្រៅឆ្ងាយក្រៃអ្នកបោកអ្នកប្រាស់បើយើងដឹងផុសតាងច្បាស់ហើយចាប់ជាប់ជាទម្លាប់កុំឲ្យវាកែកលៃហើយបើសិនណាជាយើងចាប់បានមនុស្សអាក្រក់អ្នកធ្វើអាក្រក់យើងកុំសង្ស័យចាប់បានហើយយកមកអប់រំយកមកកែច្នៃដើម្បីឲ្យមនុស្សនោះទៅជាដូចយើងបានហើយបើសិនណាជាយើងដឹងក៏មនុស្សមានអាសេរពឹសដូចពស់បដោយឲ្យរស់បដោយឲ្យមានល្បិចកលបាទមិនចាប់ឲ្យជាប់មុខជាអស់ហើយមិនបានផលព្រោះមនុស្សកៃនោះវាអាចធ្វើទុកទោសដល់ប្រាណដូច្នេះដើម្បីឲ្យសុខទាំងយើងសុខទាំងអ្នកដែលខូចខលដូច្នេះបើយើងមានសិលធម៌ពុនប្រមាណឧបមាទៅមានច្បាប់ទម្លាប់យើងចាប់បានយើងត្រូវផ្ញើទៅរដ្ឋាភិបាលឬទៅអ្នកច្បាប់ណាដែលគេក្លាហានដើម្បីឲ្យមនុស្សនោះសះជាបានលែងប្រព្រឹត្តអំពើមិនគប្បីលែងខលឡាយលែងខូចហើយយើងកុំឲ្យរួចប្រូចទៅមុខវាមិនបានការដើរសាបព្រោះសេចក្តីទុក្ខាដល់មនុស្សយើងទៀតរៀងរាល់ថ្ងៃត្រង់ហ្នឹងចាស់ទុំបានចុចជាទម្លាប់ថាបើសិនណាជាកាន់ពោះកាន់ឲ្យជាប់ឲ្យបានច្បាប់ទម្លាប់ល្អប្រពៃពាក្យអស់នេះសុទ្ធតែពាក្យអប់រំក្នុងសង្គមមនុស្សលោកីឲ្យដឹងខុសដឹងត្រូវកុំឲ្យបំពានលើសិទ្ធិសេរីហើយបើយើងខ្សោយយើងចាប់ផោះតាំងគេមិនបានអីសត្រូវឲ្យនោះនៃលីវិលធ្វើទុកដល់ខ្លួនយើងវិញអីនេះជាអត្ថបទនៃរូបប្រច្រាស់ទៅវិញត្រឹម
ត្រូវហើយអត់មានខុសទេពីរុំប្រាឈួនត្រូវទាំងខ្លឹមស្រាសាត្រូវទាំងជួនគ្មានទុកមនោគ្មានតោមនិញបើយើងចាប់អ្នកខូចអ្នកខលបានហើយកុំលេងយកទៅឲ្យអ្នកច្បាប់អប់រំរៀនសូត្រឲ្យកែប្រែទាំងអស់ខ្លាយទៅនឹងអត់មានចន្លោះអីត្រូវទាំងអស់អត់ខ្វះអ្វីនេះហើយសុភាសិតបុរាណលើកនិទានចងជាទ្រឹងស្ដីឥឡូវនេះដល់វគ្គទី3ខ្ញុំចាប់ជាបៃសួរបន្តទៀតទេឥឡូវទី3នេះចង្អៀតណាស់តាជាចាស់ប្រុងស្មារតីបាទប្រុងចេះតែកើនឡើងបន្តិចកាត់ឡើងបន្តិចបំពេញឲ្យកិច្ចក្នុងបទជាបៃកាលមុនសួរស្រាលឥឡូវនេះសួរដល់ធ្ងន់ប្រហែលតោននោះចែកបងប្អូនចែកប្រជាជនដែលលោកចង់ស្ដាប់សម្ដីដូច្នេះតាចាំស្ដាប់សម្ដីនៃសំណួរមានដូចតទៅគេថាកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5បញ្ចប់តอมតំណំ2ស្ដាប់ហើយសូមសម្ភីតอมតំណំ2គឺអ្វីកាប់ព្រៃ3នោះយ៉ាងណាសូមតានិទានស្ដីរក្សាព្រៃ10គឺអ្វីផឹកឆ្នាំ5ក៏ចប់គឺអ្វីដែលជាទិស្ដីនៅប្រាយចងតទៅមុខអើយអាយើងតាដោះស្រាយអធិប្បាយជូនលោកម្ដាយជូនលោកឪពុកកាប់ព្រៃ3រសាព្រៃ10ហឹកឆ្នាំ5ក៏ចប់តอมតំណំ2បងប្អូនទាំងអស់បរោះនារីការសំណួរឲ្យការឆ្លើយសត្វតែជាគួរឲ្យគប់គ្រោះចំណោតតាមមកនេះបើតាមខ្ញុំស្ដាប់គ្រប់សពគឺចំណោតសច្ចធម៌អាសម្ពុទ្ធព្រះបរមគ្រូសព្វញូដល់បវរបាទនិយាយអំពីរឿងនៃធម៌គឺព្រៃ10នោះយ៉ាងណាកាប់ព្រៃ3គឺកាប់ឫសគល់អកុសលទាំង3ប្រការលោភោទោសោមោហោគឺអស្ចារ្យបងប្អូនដែរជាតិខេមរាគឺថាត្រូវកាប់វាចោលចេញទៅរក្សាព្រៃ10គឺកុសលកម្មបត្តិទាំង10ប្រការត្រូវរក្សាទុកឲ្យនឹងមនុស្សលោកតែយើងនឹងមានទីពឹងពិភពលោកជៀសផុតអំពើត្រអាស្រូវហើយពេលនេះផឹកឆ្នាំ5ក៏ចប់ខ្ញុំក៏រៀបរាប់ដូចតទៅក៏ប៉ុន្តែពេលឥឡូវសូមឲ្យស្លេះខ្សែខ្លីដល់សិអង្គក្រោយតសូមគោរពលាញោមញាតពេលនេះមិនទាន់ចប់អីខ្ញុំនឹងតាមមសុនពេលវកុននាទីខ្លីសូមរៀបបៃរាប់បាយសំដីដើម្បីតទី2បន្តទៀតទេអីសូមគោរពលាញោមញាត
ពីមុនតាមុំសុនសួរឲ្យរៀបរាប់កាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5គឺចប់កាន់ទំនំ2ដូច្នេះខ្ញុំឆ្លើយរៀបបីរាប់ឲ្យបានសុខសប្បាយឲ្យពេញទីជូនមៀមមីងយាយតាបរោះនារីដែលលោកសំភីស្ដាប់សំដីនេះផ្នែកសិលធម៌របស់ពុទ្ធបញ្ញាមុខមុតប៉ិនប្រសពអេអុយកាប់ព្រៃ10គឺយើងត្រាយចោលកុំទុកវាអីរក្សាព្រៃ10ត្រូវឲ្យយើងកាប់ព្រៃ3គឺព្រៃអកុសលក្នុងលោកីគឺភាពលោភៈទោសៈមោហៈជាឫសគល់លោភៈចំពាក់ក្នុងអារម្មណ៍ចង់មានចង់បាននោះឲ្យហួសហេតុរហូតបំពានលើសិទ្ធិអ្នកដទៃនេះខ្ញុំនិយាយឲ្យច្បាស់កឡែតបើពាក្យបាលីសំដែងចំហើយយើងគ្រាន់តែចង់មានបានរកស៊ីធម្មតាមិនមែនហៅថាចំពាក់ក្នុងអារម្មណ៍ពាក្យថាលោភលន់លោភផោនោះធ្វើឲ្យភាំងភ័ន្តលោភនឹងមានច្រើនប្រការសេចក្តីប្រាថ្នាអាក្រក់ឥតមានព្រំដែននឹងហើយហៅថាលោភៈចំណែកឯទោសៈបទុះសរាយនឹងអ្នកនានាធ្វើឃាតឬសម្លាប់មកអំពីទោសៈមហិមាត្រង់នេះយើងត្រូវកាប់បីវាមោហៈវង្វេងស្វឹងភ័ន្តច្រឡំក្នុងអារម្មណ៍ទាំងឡាយពាក្យថាមោហៈធរបានសេចក្តីថាភាពវង្វេងដូច្នេះខ្លួនខ្ញុំនិយាយពិតមិនមែននិយាយលេងចុះរសាព្រៃ10គឺយើងប្រព្រឹត្តកុសលកម្មបទ10ប្រការយើងមិនសម្លាប់មិនលួចទ្រព្យអ្នកដទៃមិនប្រព្រឹត្តខុសក្នុងកាមនេះជាពាក្យសម្រាយសនុកថាអំពើប្រព្រឹត្តទៅថ្មីដូចបងប្អូនបានដឹងចំនួនពាក្យថាកុសលកម្មបទ10កម្មបទអំពើដែលយើងប្រព្រឹត្តទៅលើអំពើល្អនេះសម្ដីវិប្រាជ្ញឈួនឯវិជ័យមាន4គឺយើងវាចាកវិជ័យអាក្រក់4ប្រការតាំងពីមុសាវាទបរុសវាទបិសនាវាទសម្ផបវលាវាទទាំង4នេះជាក្រោតក្រៀតហើយយើងតម្រង់សមាវិជ្ជាមនោកម្ម3អបិជាព្យាបាទមិច្ឆាទិដ្ឋិនឹង3ប្រការវាប្រព្រឹត្តទៅតាមផ្លូវមនោសញ្ចេតនាគឺយើងរវាងប្រយ័ត្នទៅថែរក្សាកុំឲ្យអកុសលទាំង10ប្រការនឹងចូលមកបានចាបាទតំតំណំ2គឺតំមិច្ឆាទិដ្ឋិនឹងមានអ្នកអេពាក្យ
ល័យចែងច្បាស់ការប្រកាន់ពេកក៏មិនគប់បីប្រកាន់ថាមានតែអញទេក្នុងលោកគ្មានទេអ្នកដទៃបាទការប្រកាន់នឹងវានាំបង្កើតចំនួនក្នុងលោកីបានយុវជនស្រីមិនអោយប្រកាន់តាមតំណំពីជំរាបឲ្យដឹងគឺអំពើអស់នឹងខ្ញុំរៀបរាប់ណាកាប់ព្រី3រសាព្រី10ដូចខ្ញុំអត្តបាយខាងលើមកចប់ជំរាបដំណឹងតាមតំណំពីគឺមច្ឆាទិដ្ឋិនឹងមានអ្នកយៈកៃលៈយើងក៏ត្រូវដឹងយើងតាមតំណំពីនឹងមិនអមិនខឹងមិនខាតខុសអីអើចូលតាមមសុនជ្រាបចុះជ្រាបហើយពីរំប្រាឈួនឆ្លើយនឹងត្រូវចំសំនួនអត់មានខុសបងអូនញាតញោមទាំងស្រីទាំងប្រុសស្ដាប់តែចោះជាទីមិត្តរីកាប់ព្រៃ3រក្សាព្រៃ10ផឹកឆ្នាំ5ក៏ចប់តមតំណំ2បងអូនបរោះនារីនេះជាសភាសិទ្ធិរបស់ព្រះពុទ្ធគឺបជនអាស្រ័យហើយពីរំប្រាឈួនដោះស្រាយបរិយាយគ្មានខ្វះអ្វីឥឡូវបញ្ចប់វគ្គទី3ចាប់ជាបៃសួរដល់ទី4ឥឡូវនេះចូលដល់ផ្លូវធម៌គឺគិតលេងតែធម៌ទាំងអស់បាទយ៉ាងយ៉ោះបើចឹងបងប្អូនជាទីសប្បុរសអើយទី4សួរពីរំប្រាឈួនឲ្យឆ្លើយសំដីទី1ទី2ដល់មកទី4ត្រៀមខ្លួនកុំស្ងៀមមកហើយពីរំប្រាឈួនអើយធម៌សង្គ្រោះពិភពលោកមានប្រមាណយ៉ាងអើយឆ្លើយមកឲ្យមានភ័ស្តុតាងមានទីអាងនៅក្នុងច្បាប់ព្រះចិនអាស្រ័យមិនសួរធម៌សង្គ្រោះមេត្តាបៃតាមិនសួរអំពីរឿងបុត្រីបុត្រាសង្កហធម៌នោះខ្ញុំមិនសួរអ្វីសួរអំពីធម៌សង្គ្រោះពិភពលោកអើយមានប៉ុន្មានយ៉ាងសូមទាញខតាងកាត់ដោយខ្លីៗជ្រាបដើមសំណួរហើយអ្វីចាប់ចបៃឆ្លើយសំដីជូនសំដានអីដល់ចូលដល់គម្រោងផ្លូវធម៌សំដីល្អសួរមកខ្ញុំឲ្យខ្ញុំដោះសារបាញ់មិញនេះតាសួរខ្ញុំទៅកាប់ព្រៃ3រសាព្រៃ10ផឹកឆ្នាំ5ក៏ចប់តាមតំណំ2បានឆ្នាំ5ក៏ចប់នឹងគឺសិល5តាមបុរាណខ្ញុំក៏បានឆ្លើយសម្ដីគឺបញ្ចៈសីលាទុកជាឆ្នាំ5ក៏ចប់បាទឥឡូវឲ្យឆ្លើយគ្រប់សពនៅក្នុងនីពិភពលោកីព្រះសម្ពុទ្ធបរមគ្រូប្រសព្វបញ្ញូមានអត្តន័យព្រះអង្គទៅឲ្យមនុស្សលោកក្នុងលោកីអ្វីដែលមានសង្គ្រោះគ្នាជាធម្មតាចម្លើយវិប្រាជ្ញជូនសង្គ្រោះនោះមាន4យ៉ាងខ្ញុំសូមទាញផោះតាងអើយជំរាបទៅតាបាទទី1គឺទានៈទី2បយៈវិចាទី3អដ្ឋចរិយាទី4សមានតតាភាសាបាលីពេលនឹងច
បានតាស្ដាប់បានឆ្លើយគុំខឹងអុយខ្ញុំរាប់4យ៉ាងហ្នឹងនេះហើយសង្គ្រោះទូទៅក្នុងលោកីបាទបើចឹងតាតបឆ្លើយសងសពតាមសម្ដីសម្ដែងចាត់ចែកឲ្យឃ្លាខ្លីឆ្លើយបត់បល័យប៉ុណ្ណឹងសិនទេអាយអើត្រឹមត្រូវហើយ4នឹងតើ4នឹងអ្វីខ្លះប្រែឲ្យច្បាស់ជាភាសាខ្មែរអូចង់ស្ដាប់ភាសាខ្មែរបាទអីពុទ្ធភាសាភាសាបាលីចេះតែអានបាលីក៏ស្ដាប់មិនបានដែរចឹងហើយស្ដាប់បានតែយើង2នាក់ដែលធ្លាប់វាយៈរៀងរាល់ថ្ងៃបងប្អូនមីងមាស្រីស្រែចំការមានលោកយាយលោកតាខ្លះក៏ស្ដាប់មិនបានបាទឥឡូវសូមឲ្យលោកតាចែកជូនដល់ញាតិសន្តានស្ដាប់ឲ្យបានក្នុងនេះលោកី4នឹងគឺអ្វីខ្លះប្រែជាភាសាខ្មែរជាពាក្យសម្ដីទី1អ្វីទី2អ្វីទី3អ្វីទី4អ្វីសូមឆ្លើយន័យឲ្យក្បោះក្បាយអើយអាយយើងអើយសូមឆ្លើយមានន័យឲ្យក្បោះក្បាយអើយតាយព្រះបរមគ្រូបានបញ្ជាក់ពាក្យថាទានអ្នកប្រែថាអំណោយដែលយើងឲ្យគ្នាទៅវិញទៅមកអេឲ្យក៏បានជូនក៏បានមិនអោយឆោឡោដែលពាក្យប្រែមកជាខ្មែរធម្មតាទានអ្នកនឹងប្រែថាឲ្យហើយចុះអំណោយនោះយ៉ាងណាប្រទេសមួយបុគ្គលមួយយទីស្នេហាឥឡូវនេះត្រឹមត្រូវអស្ចារ្យគឺថាចេះសង្គ្រោះដល់គ្នានឹងគ្នាឥឡូវយើងនិយាយផ្ទាល់ពីភាពបុគ្គលវិញទៅចុះទោះកៃស្រីឬអីប្រុសដែលយើងមានទ្រព្យសម្បត្តិល្បាញល្បីយើងរកកៃស៊ីជាអំពើល្អសច្ចធម៌ល្អប្រពៃយើងចេះចែកចាយដល់អ្នកមានគុណបុព្វការីបើឃើញអ្នកកំសត់ទុករកត់ក្តីគប្បីធ្វើអំណោយឲ្យជាធម្មតាបាទនេះហើយទាននៃអ្នកពិភពលោកបច្ចៈប្រជុំសុខដុមរមនីនេះជាពាក្យអង្គប្រភគវាដែលព្រះអង្គត្រាស់ដឹងសច្ចធម៌អាចំណែកទី2បើយើងនិយាយពីសមាណត្តតាយើងចិញ្ចឹមជីវិតស្មើគ្នាអស្ចារ្យគឺថាមិនលោភបុយលន់លួចប្លន់អ្នកដទៃសមាណត្តតានឹងអីចឹងទេបយៈវិចាមធុរៈវិចាគឺវិចាផ្អែមយ៉ាបាទប្រះចាកការញុះញង់បន្ថយបន្ថែមធ្វើឲ្យអកុសលដល់លោកីបយៈវិចាទី2សមាណត្តតាទី3គឺចិញ្ចឹមជីវិតដោយប្រពៃយើងចេះចែករលែកអ្វីដើម្បីឲ្យស្មើគ្នាអាចរស់នៅបានក្នុងសង្គមមួយត្រូវជួយលើកជីវិតសង្គ្រោះជីវិតអ្នកថ្ងៃទូទៅព្រោះមនុស្សយើងកើតមកក្នុងលោកឥឡូវក៏ដូចជាពីបុរាណពាក្យថាជីវិតស្មើគ្នានោះតើយ៉ាងម៉េចយើងមិនមែនប្រមាថពាក្យជនញាតិសន្តានបើឃើញគេឲ្យមានបានបង្ហាញប្រយោជន៍អ្នកដទៃយើងត្រូវធ្វើដូចទឹកស្រះទឹកអណ្ដូងកុំធ្វើដូចទឹកសមុទ្រប្រៃនេះប្រៃជាទីបំផុតមនុស្សមិនអាចក្រេបផឹកបានអ្វីទឹកអណ្ដូងរស់សាបថ្លាអស់មហាជនផងដងអាស្រ័យត្រង់នេះយើងមិនមែនស្វិតស្វាញមច្ឆរិយៈកំណាញ់អ្វីបានសេចក្តីថាជួយលើកជីវិតឲ្យបានស្មើគ្នា
ចរិយារឹកពីមโนសញ្ចេតនាជាប្រយោជន៍ធំនិយាយពីរឹកពីម្នាក់ទោះតូចទោះធំក្នុងសង្គមមនុស្សលោកីពាក្យថាអដ្ឋចរិយានឹងមានអាកប្បកិរិយាជាប្រយោជន៍ផ្ដល់ឲ្យយើងផងផ្ដល់ឲ្យអ្នកដទៃប្រយោជន៍នោះគឺអ្វីនិយាយអំពីការរកស៊ីមុខរបរផ្សេងដទៃអ្នកនោះមានរឹកពីមិនចេះឆ្មើងឆ្មៃអ្វីចេះចែកប្រយោជន៍ដល់គ្នានឹងគ្នាឧបមាឧទាហរណ៍ថាដូចជាការងារល្អណាមួយនោះបើដឹងម្នាក់ប្រព្រឹត្តដីខុសហើយម្នាក់ទៀតជួយបង្ហាញតម្រេះវិជ្ជាគ្នាល្ងងមិនសូវចេះធ្វើកិច្ចការផងទាំងពួកគ្នាឧបមាបីដូចជារោងចក្រឬកៅស៊ូលោកមីងលោកពូធ្វើការងារមានន័យកូនបុតបីភ្ងាមិនចេះវិជ្ជានឹងអីនិយាយកុំឲ្យធ្វេសថាបច្ចេកទេសការចេះដឹងយ៉ាបានសេចក្តីថាមិនប្រកួតមិនប្រកាន់អ្នកដទៃឲ្យគ្នាចេះដឹងផងវិជ្ជាអស់នឹងហើយមានរឹកពីមិនមែនឆ្មាំងឆ្មៃរឹកពីទីនេះបើនិយាយតាមភាសាបាលីគេថាអដ្ឋចរិយាគឺមានរឹកជាប្រយោជន៍ឲ្យអ្នកជននានាណាបាទគេមិនមែនខ្លាចនឹងរឹកពីទុនភ្លុនសុភាពរៀបសារដូចចេះខ្ញុំអធិប្បាយមិនបានបកស្រាយច្រើនប្រការត្រង់នេះធម៌4ពាក្យថាសង្កហៈធម៌ឬសង្គ្រោះឲ្យមនុស្សលោកកាលណាក៏បានធម៌4យ៉ាងនឹងយកជាផុសតាងដល់ប្រពៃសង្គមនោះមនុស្សទាំងឡាយសុខសប្បាយជារៀបទេវែងបន្លាយបន្តិចហើយតែសកម្មភាពខ្ញុំសូមរាប់រៀបតាមបទបាលីតាំងពីទានអ្នកបយៈវិចាសមានតតាអដ្ឋចរិយាទី3ទី4ភ្ជាប់សេចក្តីឆ្លើយយ៉ាងខ្លីប៉ុណ្ណឹងសិនអាយតាជួយបន្ថែមដោយប្រសពប៉ុណ្ណាត្រឹមត្រូវហើយធម៌សង្គ្រោះអើយចង់ឲ្យយើងរស់ស្មើគ្នាសន្តានមីងមាយបើឃើញគ្នាខ្វះខាតជួយរៀនសូត្រគ្នាសិនឧទាហរណ៍ដូចជាអ្នកគ្មានតម្រេះហើយអ្នកចេះខាងប៉ាកែប៉ាន់ជួយបញ្ចេញបច្ចេកទេសប្រាប់គ្នាសិនកិច្ចនឹងកុំមែនហើយសង្កាន់តានិទានបានត្រឹមត្រូវធម៌សង្គ្រោះគឺមាន4ប្រការដោយតាមានប្រសាសន៍ពិភពលោកទាំងអស់ក្នុងដែលយល់ច្បាស់នេះលើកឡាកាត់ដោយខ្លីប្រទេសណាក៏ដូចប្រទេសណាអើយចេះជួយសង្គ្រោះគ្នាឃើញប្រទេសមួយវេទនាដឹងថាប្រទេសនឹងក្រក្រៃយើងមានវិភាគទានហើយយើងសង្គ្រោះចែកជួយគ្នាឲ្យរស់ត្រឹមត្រូវហើយគ្មានខ្វះអ្វីបើចឹងលើកសំណួរសួរមួយទៀតចែកជូនញាតិជាទីមិត្តរីចាំស្ដាប់ពាក្យសម្ដីនៃសំណួរមានដូចតទៅភិរមប្រាជួនអើយខ្ញុំ
លើកសុភាសិតមកសួរបន្ថែមទៀតចាត្រូវពីរុំចែកជូនដល់សន្តានញាតិដោយពាក្យភាសាជាបៃសុភាសិតថាទឹកបាក់លើទីទៀបលៀបធ្លាក់ទៅលើសេរីទឹកបាក់លើទីទៀបបងប្អូនហើយជាទីមិត្តរីលៀបបាក់លើសេរីពេលរុំប្រាឈួនចាប់ចបៃឆ្លើយសម្ដីជូនសន្តានអើយអាយើងអើបើឆ្លើយត្រង់ឆ្លើយផ្គួបរៀងរៀបទឹកតែងធ្លាក់មកលើដីទៀបមិនដែលហូរច្រាស់ទៅដីខ្ពស់ខ្ងាយអើយលៀបសេរីហើយនឹងសាក់យោត្រង់នេះបងប្អូនស្ដាប់រៀងរៀបមកគឺមិនដែលហូរប្រច្រាស់ទៅចិញ្ចើមទេទឹកវាតែងធ្លាក់មកទីទៀបចំណែកឯខាងលៀបអូចវាធ្លាក់ទៅលើសេរីមនុស្សយើងមានវិជ្ជាចេះការងារនេះឆ្លើយប្រច្រាស់គេហៅថាអបតិរូបប៉ុន្តែខ្ញុំឆ្លើយផ្គួបពីព្រោះបានជួបតាយបៃតាសាក់សួរទី4ទី3ឥឡូវឆ្លើយនេះនិយាយដោយរៀងរៀបទឹកបាក់ទៅលើទៀបចំណែកឯខាងលៀបភសការៈបុទល់តអ្នកមានរាសីមនុស្សយើងបើនិយាយឲ្យត្រឹមត្រូវតាមហេតុតាមការកើតមកពេលម៉ោងឆ្នាំខែខុសគ្នាកាលណាបានជាដូនតាយើងថរឹកចតាអន្សាកំណើតយើងកើតមកមិនចង់ឲ្យអ្នកណាមួយទុកភ័យក៏ប៉ុន្តែតែបើនិយាយទៅតាមវិទ្យាសាស្ត្រពីបុរាណលោកបានថាមនុស្សមានរាសីអ្នកណាដែលគេមានសក្យុខ្ពស់ល្បីអ្នកណាដែលគេមានរាសីលៀបសេរីតែងបាក់ធ្លាក់ទៅលើនៅហ្នឹងបើតាមសម្ពុទ្ធមកុដបវរថាឲ្យយើងខំធ្វើអំពើល្អសាងសច្ចធម៌ទាំងអស់គ្នាអេយសច្ចខន្តីកតញ្ញូយកជាគំរូជននានាដែលគេកសាងអំពើល្អហើយមានសុខសួស្តីយើងទោះមានទោះក្រអំពើល្អកុំបំភ្លេចចោលអ្វីអំពើល្អហ្នឹងហើយនាំឲ្យមានលៀបសេរីអំពើល្អនាំមកនូវសុខសួស្តីបើយើងប្រព្រឹត្តអំពើសុចរិតគួរគប្បីលៀបជ័យនឹងកើតមកឯងដូច្នេះលៀបប្រកាសវាធ្លាក់មកលើអ្នកមានរាសីអ្នកមានសុខសួស្តីអ្នកមានសច្ចធម៌ថាយ៉ាងមួយម៉ាត់អត់បាទអ្នកមានសុចរិតមានអំពើល្អអ្នកណាដែលអំពើអាក្រក់ដើរលួចដើរឆក់មុខជាខ្វះហើយការសុខសួស្តីដូចមានពាក្យបុរាណលៀងរៀបថាចង់ខ្ពស់ទៅជាបានទៀបឧបមាថានិយាយពីអ្នកលួចអ្នកប្លន់អ្នកដតីថាចង់ឲ្យបានគ្រាន់បើប៉ុន្តែការហ្នឹងវាមិនមែនប្រសើរដល់គេស្គាល់មុខជួនកាលជាប់គុកហើយទាំងថ្ងៃចង់ខ្ពស់បានទៀបជាចើងចង់លៀបរែងបាត់ធន់ទៅបើអញ្ចឹងពាក្យនេះជាផ្លូវជាការអប់រំសង្គមមនុស្សយើងទំនើបថ្មីថាទឹកវាមិនដែលហូរទៅខ្ពស់ទេវាបាក់ទៅលើទៀបហើយលៀបវាបាក់លើសេរីលៀបឲ្យធ្លាក់លើសេរីបើយើងដឹងទាំងអស់ទាំងប្រុសស្រីខំធ្វើខ្លួនឲ្យល្អកាន់ធម៌សុចរិតដូចខ្ញុំបាននិទានស្ដីវាខ្វះអីលៀបមុខជាហូរចូលមិនខាតអីអើយអើបើខ្ញុំថាប៉ុណ្ណឹងតាកំខឹងស្ដាប់បានឬមិនបាទ
ត្រឹមត្រូវហើយពាក្យតាមានវិចារក៏ល្អណាស់ហើយខ្ញុំបានក៏ស្ដាប់ច្បាស់អត់មានខ្វះពីអ្វីទឹកបាក់ធ្លាក់លើទីទៀបទីណាទៀបទីនឹងត្រូវមានទឹកយើងយល់ដឹងទាំងយប់ទាំងព្រឹកដូចជាបឹងដូចទៅពាំងក្តីទឹកដែលនៅក្នុងលោកមិនដែលទឹកណាឡើងមកលើគោកមិនដែលទឹកណាហូរឡើងលើកពូលភ្នំទឹកតូចទឹកធំធ្លាក់ពីកពូលភ្នំហូរចុះដីព្រះពុទ្ធលោកទ្រង់សម្ដែងថាឈួតក្នុងពិភពលោកមានប៉ុន្មានយ៉ាងអើយនេះសួរអញ្ចឹងតាទាញមកឲ្យមានផោះតាំងអើយឈួតនេះឈួតមកពិភពលោកស្ដាប់ឲ្យបានកុំឲ្យសង្ស័យតើមានប៉ុន្មានយ៉ាងទាញផោះតាំងកាត់ដោយខ្លីៗឈួតលោកមហាឈួតលែងដឹងអីនៃនឹងមានប៉ុន្មានយ៉ាងអើយអីយើងអើយហើយរាយផោះតាំងយ៉ាងមិនដេញខ្លះអើយអីយើងអើយយើងព្រះសម្ពុទ្ធបរមគ្រូអេមានពុទ្ធដីកាជាគំរូឈួតក្នុងលោកីច្បាប់បុរាណយើងថាមានតែឈួត8ណាបាទតែឥឡូវនោះអង្គប្រសាស្តាលោកបានមានព្រះអស់ពីព្រះអង្គប្រកាសត្រង់តាមសាច់ធម៌ឥឡូវតាវហាចង់សួរកាយខ្ញុំស្ដីខ្ញុំសូមរៀបរាប់មិនមែនចេះឯងដឹងឯងព្រះទ្រង់សម្ដែងខ្ញុំក៏មិនមែនអួតបាទព្រះពុទ្ធថាទៅជាឈួតខ្ញុំសូមនិយាយភាសាបាលីទី1កាមុំមត្តកោទី2សរុមមត្តកោហើយចំណែកទី3កោធុំមត្តកោនេះពាក្យមកចេញពីបាលីដល់ទី4គឺអវ័យហៅទៅទឹកធំមត្តកោដល់ទី5មោហុំមត្តកោខ្ញុំប្រែមកសូមជម្រាបមិនទាន់ឲ្យប្រែមានព្រៀបដល់មួយទៀតយ៉ាងណាយៈខុំមត្តកោបត្តមត្តកោទី7ដល់ទី8ប្រការវិនិច្ឆ័យយមត្តកោប្រែមកចេញវិគិតថាគាត់ទៅរៀបរាប់មេតិកាជូនតាត្រឹមប៉ុណ្ណឹងអីអើយគឺមាន8យ៉ាងទាញខុសតាងឲ្យបានដឹងពុទ្ធមាន8ឥឡូវនេះមិនអួតគឺតាថាឈួតមាន8ប្រការបាទមាន8តែថាចិត្តទី1អ្វីទី2អ្វីទី3អ្វីទី4អ្វីទី5អ្វីខ្លះមើលសូមតាមានប្រសាសន៍ឆ្លើយឲ្យច្បាស់ដល់8ក្តារបកប្រែជាចេញពីបាលីជូនលោកយាយជូនលោកតាជនជាតិញាតិខេមរាបកស្រាយឲ្យអស់ទាំង8ប្រការចេញពីភាសារបស់បាលីអើយអីយើងទី1កាមុំមត្តកោគឺឈួតដោយកាមគុណទាំង5បើតាមខ្ញុំចាំរូបសម្លេងក្លិនរសសម្ផស្សដែលបរោះស្ត្រីពាក្យថាឈួតនោះមិនមែនយើងដែលបានគ្នាជាប្រពន្ធប្តីពាក្យឈួតនោះអញញ៉ៃមិនស្កប់មិនស្គាល់មិនគប់បីបើស្រីវក់ឈួតនឹងប្រុសហើយបើប្រុសក៏វក់ឈួតនឹងស្រីបានសេចក្តីតែចោលកូនចោលប្តីចោលប្រពន្ធចាបាទ
មកអំពីកាមគុណនឹងមួយធ្ងន់ដូចកាមគុណនឹង5ប្រការដូចមានពាក្យស្លោកថ្មីថាដល់ឲ្យពេលបានលុយកាលណាទៅឲ្យបាយផ្សារអស់លុយកាលណាមកលេងបាយផ្ទះអានឹងទៅជាឈួតកាមមុំមាត់តកោកោតធម្មតកោក្រោតខឹងច្រើនក៏ទៅជាឈួតដែរតាបាទនេះមិនមែនខ្ញុំទេអ្នកសម្ដែងថាគឺប្រសាសនាជាម្ចាស់លើលោកីគុតធមុតមត្តកោគឺទិដ្ឋិមិឆាទិដ្ឋិយល់ខុសនាំឲ្យឈួតក្នុងលោកយើងនេះមិនគប្បីចាបាទមោហមត្តកោឈួតអ្វីដោយសេចក្តីវង្វេងផន់ច្រឡំមិនស្គាល់ខុសត្រូវប៉ុណ្ណឹងបានស្ដាប់បានណាយៈខុមមត្តកោឈួតមកអំពីបិសាចបៀតបៀនណានេះព្រះទ្រង់សម្ដែងនិទានខ្ញុំសូមជម្រាបព្រៀងលៀនប្រុសស្រីបត្តមត្តកោឈួតព្រោះកំរើកទឹកប្រមាត់ពុទ្ធបរិស័ទហើយលោកស្ដាប់សម្ដីវិនិច្ឆ័យយមត្តកោបានសេចក្តីថាឈួតមកអំពីការដែលយើងឃើញការវិនិច្ឆ័យអន្តរាយដូចជាអស់កូនអស់ប្តីអស់ទ្រព្យសម្បត្តិវិនិច្ឆ័យខ្ចាត់នាំឲ្យវិកលចរិតដែរព្រះបរមគ្រូលោកឲ្យចេះប្រៀបចេះប្រែចេះទប់ចិត្តទប់គំនិតក្នុងលោកីអានេះវាជាធម្មជាតិបាតុភូតពិភពលោកទេរូបយើងហើយរូបគេរូបតាសុនរូបខ្ញុំអ្នកកេះចបៃបើយើងមិនចេះមានហ្វ្រាំងទុបបៃទល់ទៅជ្រួតច្បល់មិនគប់បីសម្ដេចអង្គព្រះចិនស្រីលោកទៅទ្រង់ឲ្យទុបទល់កាមមុំមត្តកោឈួតព្រោះសេចក្តីប្រាថ្នាចំណងតម្រេកត្រេកតាអាលរាគៈនេះជំរាបឲ្យជាសរុបមុត្តកោឈួតព្រោះសរាដែលយើងខ្សែបជ្រុលពេកច្រើនពេកលែងដើរលែងដេកលែងធ្វើការកោតធម្មតកោឈួតខឹងច្រើនកាលណាដូចខ្ញុំរៀបរាប់ជាសេចក្តីយៈខុមមត្តកោឈួតដល់វិសាចបៀតបៀនតែនឹងយើងអាចមើលជាបានណាតាអូឈួតខ្លះអាចយើងមើលជាដល់ឈួតចិត្តប្របាក់មើលណាស់សូមជម្រាបឲ្យច្បាស់សេចក្តីការវិនិច្ឆ័យការអន្តរាយទ្រព្យសម្បត្តិទ្រព្យធនប្តីប្រពន្ធកូនអ្វីបើយើងមិនគិតមិនតាំងស្មារតីលោកីនាំឲ្យវិលឈួតដែរអាយអេទៅប៉ុណ្ណេះតាស្ដាប់បានហូហើយឥឡូវឈួតទាំង8អេតាបិចេញសម្ដីហើយសូសាប់ខ្ញុំនៅស្គៀមខ្ញុំចាំស្ដាប់ប្រាប់មកក៏ហូហែឈួតស្រីឈួតស្រាពាកលោកថាឈួតទឹកតប៉ែឈួតអស់នឹងសិតប្របាក់កែកុំអ្នកណាហៅទៅបដៅទូនមានរៀនសូត្រក៏មិនបានដែរប្រកាច់តែវ៉ែសវ៉ារដបហើយចំណែកខាងឈួតស្រីក៏អញ្ចឹងដែរតែមួយបានទេចង់បាន2ហើយចង់បាន3ចង់បាន4ចង់បាន5ឈួតនឹងឈួតនាំមកមានកម្មមិនងាយមើលជាទេញាតសន្តានដល់វាឈួតស្វឹងអញ្ចឹងទៅយូរអស់ឲ្យលីងគ្មាននៅសល់ទេឆ្នាំងចានព្រាយឆ្នាំងអីវ៉ាន់នឹងក៏គ្មានសល់ប្រមាណទេលក់ផ្ទះលក់ម៉ូតូលក់សក្លូលក់ឡានឲ្យតែបានទៅរកមួយទៀតទេតែឈួតទាំង8ខ្ញុំក៏លើកលែងមកថាខ្លះត្រឹមត្រូវឲ្យតាមានប្រសាសន៍មានលុយបាយផ្ទះមានអត់លុយមានលុយ
ហើយបាយផ្សារអស់លុយកាលណាមកបាយផ្ទះនឹងក៏ត្រូវប្រកបទៅណាមានប្រសាសន៍អត់ខ្វះអ្វីធ្វើនឹងឲ្យលំបាកនាំតោកយ៉ាដល់ស្រីហើយចកតែមួយហើយនឹងមួយទៅវថៃអេមេលបល់អីរដប់20មកដាក់ទៅខ្លួនហ្នឹងចម្រៀងจะไปឆ្លងឆ្លើយពេលនេះហើយអំពីបុរាណភាសិតពីតអាជូនយាយជូនតាស្ដាប់จะไปយើងឈ្មោះថាជាអ្នករសាទុកមួយសម្រាប់គេអកពីបុរាណខ្ពង់ខ្ពស់កាយកានបានឆ្លើយឆ្លងទុកក្នុងបណ្ណាល័យព្រោះប្រពៃណីទំនៀមទម្លាប់កុំឲ្យវកបបាត់ក្នុងលោកីឲ្យកម្ពុជាយើងសុខសួស្ដីទាល់តែមានអ្វីចាស់បុរាណថែរក្សាបាននៅបូរណភាពមួយម៉ាត់និយាយកាត់ទៅថាភាពពីបុរាណអ្នកបូរណភាពហ្នឹងអញ្ចឹងតាបាទដូច្នេះយើងក៏សូមអរគុណដល់ស្កានហើយអរគុណនឹងព្រៀងលៀនញាតសន្តានឥឡូវពេលខ្លីจะไปនឹងសូមគោរពបៃលាជូនពរជោគជ័យយើងលើកហាត់ប្តឹងដល់ទេពតាចម្រៀងទាំងពីរអ្នកจะไปសូមសុខសួស្ដីដល់បងប្អូនយាយតាមានបុណ្យមានងានសពការគឺយកจะไปនេះទៅដោះសារគ្រាន់នឹងពិចារណាជំនួយស្មារតីអីសូមលាយាយតាដោយបត់ខ្លី